សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមកសម្ដែងរឿង10ឆ្នាំដែលខ្ញុំស្រឡាញ់អ្នកផ្ដើមពេលដំបូងតួស្រីរបស់យើងកំពុងតែនៅមន្ទីរពេទ្យហើយលោកគ្រូពេទ្យក៏បាននិយាយប្រាប់តួស្រីថានិយាយឲ្យខ្លីៗយ៉ាងហោចណាស់លោកក៏គួរតែព្រមចាក់គីមីដើម្បីបញ្ជាពេលដែរពីព្រោះតែស្ថានភាពរបស់លោកពេលនេះមិនអាចបន្តបញ្ជាពេលទៀតបានឡើយតួស្រីបានអង្គុយស្ដាប់លោកគ្រូពេទ្យនិយាយដោយស្ងប់សម្ងាត់ហើយក៏បានឆ្លើយតបជាមួយលោកគ្រូពេទ្យវិញថាខ្ញុំខ្លាចផលវិបាករបស់វាណាមួយពេលនេះខ្ញុំរស់នៅម្នាក់ឯងផងខ្ញុំខ្លាចតែថាខ្ញុំមិនអាចតស៊ូជំនះជាមួយនឹងភាពឈឺចាប់បានឡើយលោកជួយរៀបចំថ្នាំឲ្យខ្ញុំសិនមកខ្ញុំសុំពេលកាត់រឿងយូរបន្តិចទៀតសិនពេលនោះលោកគ្រូពេទ្យបានដកដង្ហើមធំតួស្រីក៏បានសួរទៅកាន់លោកគ្រូពេទ្យថាដុកទ័រអីគឺថាខ្ញុំមិនសូវឈាមច្រមុះដូចមុនឡើយតែកម្ដៅរបស់ខ្ញុំវាកាន់តែមានញឹកញាប់ជាងមុនឆ្ងាយណាស់កាលពី2 យប់មុនខ្ញុំសុបិនអាក្រក់ថាខ្លួននៅលើចង្ក្រានធំមួយហើយសរីរាង្គក្នុងរាងកាយរបស់ខ្ញុំក៏ត្រូវគេយកទៅចម្អិនទៀតខ្ញុំស្មានថាខ្ញុំនឹងត្រូវស្លាប់ក្នុងពេលនោះបាត់ទៅហើយតែមិននឹកស្មានថាខ្ញុំដឹងខ្លួនពីសុបិននោះវិញសោះលោកគ្រូពេទ្យស្ដាប់ឮហើយក៏បានគិតបន្តិចហើយក៏បាននិយាយថាការពិតទៅរឿងព្យាបាលវាគ្មានអ្វីធំដុំគួរឲ្យបារម្ភឡើយលោកជាអ្នកជំងឺរបស់ខ្ញុំស្រាប់ហើយបើលោកព្រមព្យាបាលខ្ញុំក៏នៅក្បែរលោកគ្រប់ពេលចឹងហើយប្រញាប់សម្រេចចិត្តទៅលោកត្រូវតែមានសង្ឃឹមក្នុងការបន្តជីវិតរបស់ខ្លួនខ្ញុំជឿថាលោកក៏ចង់រស់បន្តដើម្បីបាននៅក្បែរនរណាម្នាក់ដែលលោកស្រឡាញ់បន្តដែរតើខ្ញុំថាត្រូវទេពេលដែលស្ដាប់ឮបែបនេះហើយតួស្រីក៏បានញញឹមដាក់លោកគ្រូពេទ្យហើយក៏បាននិយាយថាខ្ញុំសុំគិតមើលសិនលោកគ្រូពេទ្យបានឆ្លើយថាក៏បានលោកទៅយកថ្នាំរបស់លោកចុះខ្ញុំមិនបង្ខំលោកទេតួស្រីបាននិយាយថាអរគុណលោកហើយដុកទ័រក៏បានឃាត់ចាំបន្តិចយកទៅពេលនោះលោកគ្រូពេទ្យបានហុចផាំងផ្កាមួយឲ្យទៅតួស្រីហើយបាននិយាយថាដើម្បីកុំឲ្យខ្លួនឯងស្មុគស្មាញខ្លាំងពេលនៅម្នាក់ឯងលោកគួរតែផ្លាស់ប្ដូរយកទម្លាប់ថ្មីៗដូចជាការដាំផ្កាអីបែបនេះអរគុណលោកហើយដុកទ័រហើយតែខ្ញុំមិនចេះដាំផ្កាឡើយកុំថាឡើយដាំតែមើលថែរបៀបណាខ្ញុំមិនដឹងផងលោកគ្រូពេទ្យបានញញឹមហើយក៏បាននិយាយថាគ្មានអ្វីពិបាកឡើយខ្ញុំសង្ឃឹមថាលោកព្រមព្យាបាលឲ្យបានឆាប់ដើម្បីបានជានឹងអាចសប្បាយចិត្តជាជាងរឿងចេះដាំផ្កាពេលលោកជាពីជំងឺផ្កានេះក៏វានឹងស្រស់ស្រាយតាមអ្នកដែលមើលថែវាដែរតួស្រីពេលស្ដាប់លោកគ្រូពេទ្យនិយាយបែបនេះក៏បានញញឹមហើយបាននិយាយថាចឹងអរគុណលោកច្រើនហើយខ្ញុំនឹងព្យាយាមគិតឲ្យបានល្អិតល្អន់កាលមកពេលតួស្រីមកដល់ផ្ទះតួស្រីបានដាក់ផាំងផ្កានៅលើតុហើយក៏បានអង្គុយមើលហើយពេលនោះតួស្រីក៏បានឈឺចាប់ភ្លាមវាចាប់ផ្ដើមឈឺម្ដងទៀតហើយតួស្រីបានដើរទៅរកថ្នាំទាំងដែលខ្លួនកំពុងឈឺហើយក៏បានយកថ្នាំនោះមកលេបហើយក៏បានគិតថាឈឺដល់ហើយពិតជាសង្វេគតួស្រីណាឈឺដល់ថ្នាក់ហ្នឹងហើយនៅមិនព្រមព្យាបាលទៀតតែនៅចង់បញ្ជាពេលដល់ពេលណាទៅពេលនោះតួស្រីបានក្រឡេកភ្នែកទៅឃើញសៀវភៅនោះដែលមានចំណងជើងថាអវសាននៃផែនដីហើយតួស្រីក៏បានយកសៀវភៅនោះយកមកអង្គុយអាននៅលើសាឡុងហើយយើងក៏បានឮសំឡេងបុរសថោកទាបម្នាក់បាននិយាយថាខ្ញុំឮពីអ្នកផ្សេងមកថាឯងជាអ្នកគាំទ្ររបស់ឈីចិនហើយអក្សរនៅលើសៀវភៅគេបានសរសេរថាអ្នកនៅកន្លែងណាខ្ញុំក៏ចង់ទៅកន្លែងនោះមិនថានៅបាតសមុទ្រឬជើងមេឃឡើយតួស្រីក៏បានស្រមៃដល់រឿងពីមុនខ្ញុំទើបទៅទិញសៀវភៅរបស់នាងមកឲ្យឯងហើយអ្នកដែលហុចសៀវភៅតួស្រីរបស់យើងគឺវិនស៊ូនឹងឯងខ្ញុំសង្ឃឹមថាឯងនឹងស្រឡាញ់សៀវភៅមួយនេះហើយក៏ស្រឡាញ់ខ្ញុំដូចគ្នាត្រឡប់មកពេលបច្ចុប្បន្នវិញទោះស្រីបាននិយាយថាបងខានត្រឡប់មកផ្ទះ19ថ្ងៃហើយឥឡូវកាត់មកដល់ពេលយប់នៅក្នុងបន្ទប់ទោះស្រីបានគេងនៅលើសាឡុងហើយពេលនោះវិនស៊ូក៏បានបើកទ្វារចូលមកទោះស្រីក៏បានបើកភ្នែកតិចហើយវិនស៊ូក៏បានបើកភ្លើងពេលដែលឃើញទោះស្រីអង្គុយនៅលើសាឡុងវិនស៊ូក៏ភ្ញាក់ហើយក៏បាននិយាយថាអូនគិតអីហេតុអីក៏មកអង្គុយម្នាក់ឯងតែមិនបើកភ្លើងម៉ែបហ្នឹងព្រោះបំភ័យអ្នកដទៃឲ្យស្លាប់ឬយ៉ាងម៉េចបាត់មកលង្ជូគ្រាន់តែមកដល់ផ្ទះភ្លាមស្ដីឲ្យតួស្រីភ្លាមតួស្រីក៏បានឆ្លើយថាក៏ទើបតែងើបមុននេះទើបមិនបានដើរទៅបើកភ្លើងមិនរវល់ជាមួយការងាររបស់បងទេឬវិនស៊ូបានឆ្លើយថាទោះបីជារវល់កម្រិតណាក៏ដោយក៏បងត្រូវតែឆ្លៀតពេលត្រឡប់មកលេងផ្ទះខ្លះដែរអូនក៏អញ្ចឹងដែរបងមិនបានត្រឡប់មកផ្ទះវិញប្រហែលថ្ងៃហើយតែអូនវិញមិនសូម្បីតែខលទៅរកបងអីបន្តិចត្រឹមត្រូវសិតតែថាស្អីរវល់ធ្វើការថាពិតតែដេកមួយអ្នកផ្សេងសោះតួស្រីស្ដាប់ឮហើយក៏បានទម្លាក់ទឹកមុខចុះវិនស៊ូក៏បានសួរតួស្រីទៀតថានេះតើអូនស្រកគីឡូឬ
អូនមិនមែនជាកូនក្មេងទៀតឡើយយ៉ាងហោចណាស់ក៏គួរតែមើលថែខ្លួនឯងឲ្យបានល្អដែរហេតុអីក៏ធ្វើឲ្យខ្លួនឯងស្គមនៅថ្នាក់ហ្នឹងពេលឆ្លងកញ្ចក់មិនខ្លាចខ្លួនឯងខ្លះទេឬយ៉ាងម៉េចលើកក្រោយពេលបងមិននៅញ៉ាំឲ្យបានច្រើនផងទៅក៏មិនដោយខ្លួនបែបហ្នឹងទៀតអីពេលដែលទូស្រីស្ដាប់រឿងបែបនេះក៏មិនបានឆ្លើយតបអ្វីដែរហើយក៏បានងើបដើរចេញទៅហេតុអីក៏គេធ្វើរឹកពីចម្លែកបែបហ្នឹងកាត់មកពេលវិនស៊ូងត់ទឹកហើយបានដើរចេញពីបន្ទប់ទឹកតួស្រីបានគេងនៅលើគ្រែហើយវិនស៊ូក៏បានឡើងមកគេងជាមួយនឹងតួស្រីហើយក៏បានលូកដៃទៅអបតួស្រីហើយក៏និយាយថាអូនច្រកប៉ុន្មានគីឡូហើយហ្នឹងហើយអ្វីក៏បណ្ដោយខ្លួនឯងដល់ថ្នាក់ហ្នឹងតួស្រីបានឆ្លើយថាដោយសារតែអូនមិនសូវឃ្លានទើបមិនសូវញ៉ាំច្រើនវិនស៊ូបានលូកដៃមកស្ទាបពោះរបស់តួស្រីពេលនោះតួស្រីក៏បាននិយាយថាអូនហត់អូនគ្មានអារម្មណ៍ជាមួយរឿងហ្នឹងទេចង់ទៅសើឲ្យយ៉ាស់មាត់ទេនេះសំមកគេអត់មានអារម្មណ៍ជាមួយពេលវិនស៊ូក៏បាននិយាយថានេះបងទៅបាត់ច្រើនថ្ងៃហើយអូនគ្មានអារម្មណ៍នឹកបងខ្លះទេឬយ៉ាងម៉េចតួស្រីបានឆ្លើយថាអូនផ្ដាសាយទើបមានអារម្មណ៍មិនសូវស្រួលខ្លួនចឹងហើយបងកេងទៅកុំខឹងច្រើនពេកវិនស៊ូពេលដែលស្ដាប់ឮបែបនេះក៏បានបិទភ្លើងហើយគេងកាត់មកពេលកណ្ដាលយប់តួស្រីបានស្រមៃដល់រឿងពីមុនមាននារីវ័យចំណាស់ម្នាក់បាននិយាយទៅកាន់តួស្រីថាជេស៊ូហេតុអ្វីក៏ឯងរំពឹងលើស្នេហារបស់ឯងខ្លាំងណាស់ម្ល៉េះមនុស្សប្រុសពីរនាក់អាចរស់នៅក្បែរគ្នាបានយូរប៉ុណ្ណាទៅមិនថាគេនោះស្រឡាញ់ឯងដោយសារហេតុផលអ្វីឡើយនៅថ្ងៃណាមួយគេក៏នៅតែអាចទៅក្រៅរកមនុស្សដទៃមកជំនួសកន្លែងដែលធ្លាប់មានឯងដដែលហ្នឹងហើយថ្ងៃដែលឯងស្រមៃត្រឡប់ទៅរកថ្ងៃដែលពួកឯងស្រឡាញ់គ្នាខ្លាំងវានឹងក្លាយជាថ្ងៃដែលទំនាក់ទំនងរវាងអ្នកទាំងពីរត្រូវក្រឡាប់ចាក់មិនដូចកាលពីដំបូងដែលស្រឡាញ់គ្នាទេតួស្រីក៏បានគិតក្នុងចិត្តថាប៉ុន្តែយ៉ាងណាក៏ខ្ញុំមិនអាចទ្រាំក្នុងការឈានជើងដើរចេញពីគេដែរហើយតួស្រីក៏បានងាកមកមើលមុខរបស់វិនស៊ូហើយក៏បានទៅអបវិនស៊ូដោយនិយាយថាអូនសល់ពេលមិនដល់1ឆ្នាំទៀតឡើយមិនថាបងក្បត់អូនប៉ុន្មានដងក្បត់ជាមួយអ្នកណាខ្លះឲ្យតែបងមិនធ្វើវានៅចំពោះមុខអូនមិនឲ្យអូនឃើញផ្ទាល់ភ្នែកនិយាយបានត្រឹមនេះវិនស៊ូក៏បានហៅឈ្មោះស្រាវស៊ូពេលដែលស្ដាប់ឮបែបនេះតួស្រីក៏បានជុំហើយបាននិយាយថាបងកុំខុសខើដល់អូនខ្លាំងពេកបានទេអូនមិនធ្លាប់ខឹងបងអ្នកក្បត់អូនឡើយប៉ុន្តែបើបងនៅតែបន្តធ្វើបាបចិត្តអូនបែបហ្នឹងទៀតនោះលើកនេះអូនអាចនឹងចាកចេញពីជីវិតរបស់បងជារៀងរហូតគ្មានថ្ងៃត្រឡប់មកវិញក៏អាចថាបានដែរបន្ទាប់មកតួស្រីក៏បានជួបអរិយនៅខាងក្រៅអង្គុយមើលមេឃហើយបន្ទាប់មកតួស្រីបានស្រមៃដល់រឿងពីមុន14ឆ្នាំហើយវា14ឆ្នាំហើយខ្ញុំបានលះបង់អ្វីៗទាំងអស់សម្រាប់វិនស៊ូខ្ញុំបានចាកចេញពីសាកលវិទ្យាល័យខ្ញុំបានចាប់ផ្ដើមដំណើរផ្សំព្រេងជាមួយវិនស៊ូហើយពីមុនណាអ្នកទាំងអស់គ្នាតួស្រីរបស់យើងគាត់ជក់ក៏បានផឹកស្រាក៏បានចឹងហើយបានជាគាត់មានជំងឺបែបនេះហើយតួស្រីបន្តនិយាយទៀតថាវាមិនងាយស្រួលទេប៉ុន្តែទីបំផុតយើងអាចធ្វើវាបានសម្រេចហើយយ៉ាងណាក៏ដោយប៉ុន្តែឥឡូវនេះខ្ញុំកំពុងរងទុក្ខវេទនាក្នុងទម្រង់មួយនៃការលំបាកហើយនេះគឺជាផ្លូវដែលខ្ញុំជ្រើសរើសដោយខ្លួនឯងឥឡូវយើងកាត់មកថ្ងៃថ្មីតួស្រីបានចាត់ទៅបំរុងនឹងលេបថ្នាំពេលនោះវិនស៊ូបានភ្ញាក់ឡើងមកហើយក៏បានសួរទៅកាន់តួស្រីថាហេតុអ្វីបានជាអូនភ្ញាក់ពីគេងលឿនម្ល៉េះអូនភ្ញាក់ពីគេងមកមានអារម្មណ៍ថាត្រជាក់នៅចំហៀងខ្លួនដោយសារតែអូនងើបលឿនពេកតួស្រីឆ្លើយថាអូនទំនួលភ្ញាក់ពីព្រលឹមហើយអូនមិនបានធ្វើអាហារពេលព្រឹកទេបងគួរតែចេញទៅញ៉ាំអាហារនៅខាងក្រៅទៅវិនស៊ូបានសួរទៅកាន់តួស្រីថាតើអូនមិនស្រួលខ្លួនមែនទេតួស្រីបានឆ្លើយថាអូនមិនអីទេអូនគ្រាន់តែផ្ដាសាយប៉ុណ្ណោះថ្ងៃនេះបងមិនទៅធ្វើការទេឬវិនស៊ូបានឆ្លើយថាថ្ងៃនេះបងមិនទៅធ្វើការទេបងនៅជាមួយអូនបើអញ្ចឹងចាំបន្តិចអូននឹងធ្វើម្ហូបឲ្យបងញ៉ាំអូននឹងធ្វើមីជាមួយប៉េងប៉ោះបងគិតយ៉ាងម៉េចដែរមានអីល្អតាបន្ទាប់មកវិនស៊ូបានទៅអង្គុយចាំតួស្រីនៅសាឡុងហើយក៏បានឃើញផើងផ្កាមួយហើយក៏បានដើរមកសួរតួស្រីនៅចង្ក្រានបាយថាតើអូនកំពុងតែដាំផ្កាមែនទេដាំផ្កាឬក្រែងអូនមិនចូលចិត្តដាំផ្កាទេមិនអញ្ចឹងតួស្រីកំពុងតែធ្វើម្ហូបហើយក៏បានឆ្លើយតបថាមិត្តភក្តិរបស់អូនឲ្យវាមកអូនចឹងហើយអូនក៏សាកល្បងដាំលេងតែម្ដងទៅវិនស៊ូក៏នៅចម្រិតសួរតួស្រីទៀតថាមិត្តភក្តិអ្នកណាគេមកពីណាបងស្គាល់ដែរទេគ្រាន់តែចង់ឲ្យផ្កាអូនយកមកដាំកំដរអារម្មណ៍វាចាំបាច់ថ្លៃដល់ថ្នាក់នឹងដែរឬតួស្រីស្ដាប់ឮហើយមិនបានឆ្លើយតបអ្វីនោះទេហើយក៏បានបន្តសកម្មភាពរបស់គាត់នៅដែរពេលនោះវិនស៊ូបានកញ្ឆក់ដៃតួស្រីធ្វើឲ្យខ្ចាយរបស់ហើយបាននិយាយថាហើយជីស៊ូតួស្រីបានសួរថាបងមានសិទ្ធិអ្វីទៅដើរលេងនៅខាងក្រៅហើយអូនវិញគ្មានសិទ្ធិសូម្បីតែមានមិត្តភក្តិឬ
វិញស៊ូបានស្រែកសួរទូស្រីថាអូននិយាយឈួតយកស្អីហ្នឹងបងទៅក្រៅធ្វើការរកលុយមកចិញ្ចឹមអូនឯអូនវិញនៅផ្ទះស្រួលសោះបែរជាមកអង្គុយគិតថាបងទៅដើរលេងទៅវិញទូស្រីបានដកដង្ហើមដោយតូចចិត្តហើយបាននិយាយថាបងគិតថាអូនត្រូវការឲ្យបងចិញ្ចឹមអូនឬភាគហ៊ុន30%នៅក្នុងក្រុមហ៊ុនវាមិនគ្រប់គ្រាន់ឲ្យអូនចិញ្ចឹមខ្លួនឯងរស់ស្រួលទេឬចំណែកផ្ទះនេះវិញក៏នៅក្រោមឈ្មោះរបស់យើងទាំងពីរនាក់ដែរនេះនៅសុកបងខ្លាចជាអ្នកចិញ្ចឹមអូនហើយអូនដេកស៊ីលុយបងវិញឬខាងវិញស៊ូបងមានបញ្ហាខួរក្បាលហើយឬយ៉ាងម៉េចវិញស៊ូមិនបានស្ដាប់សម្ដីរបស់ទូស្រីទេហើយក៏បានសួរទៅទូស្រីវិញថាអូនព្យាយាមបដូរប្រធានបទបានឆ្ងាយយ៉ាងនេះអូនថាបងនឹងដឹងរឿងដែលអូនលាក់ជាមួយបងខ្លាំងដុំម្លឹងឬអ្នកណាទៅដឹងទៅថានៅខាងក្រៅវាប្រហែលជាមានប្រុសដតីនៅចាំអូននោះជប់មិញអូនមិនទាំងឲ្យបងប៉ះខ្លួនរបស់អូនផងហើយនៅអាផ្កានោះទៀតវាមានតម្លៃថ្លៃដល់ថ្នាក់អាចទិញផ្ទះបាន2-3ទៅហើយពេលដែលស្ដាប់លើបែបនេះទូសីបានគិតថាវាថ្លៃដល់ម្លឹងឬហើយក៏បាននិយាយថាបើគ្រាន់តែមកផ្ទះដើម្បីតែជួបគ្នាក៏ត្រឡប់ទៅវិញទៅអូនមិនខ្វល់ឡើយថានៅខាងក្រៅបងរវល់ធ្វើអ្វីខ្លះបើមិនចង់មកផ្ទះទេកុំត្រឡប់មកផ្ទះវិញអីទុកឲ្យអូននៅទីនេះតែម្នាក់ឯងទៅល្អជាងវិញស៊ូបានយាដៃបំរុងនឹងផ្ទះទូស្រីហើយពេលនោះទូស្រីក៏បានសួរថាពេលនេះបងហ៊ានលើកដៃវាអូនហើយឬពេលដែលលើទូស្រីនិយាយបែបនេះខាងវិញស៊ូក៏បានដាក់ដៃចុះហើយក៏បានដើរចេញពីទូស្រីហើយបានបិទទ្វារមួយទំហឹងឥឡូវយើងកាត់មកពេលទូស្រីទៅមន្ទីរពេទ្យវិញម្ដងអញ្ជើញចូលមកបាទដុកទ័រអៃលោកគ្រូពេទ្យបានសួរទៅកាន់ទូស្រីថានេះលោកមកយកថ្នាំទាំងអាកាសធាតុត្រជាក់បែបនេះឬនេះទឹកក្តៅលោកផឹកសិនទៅទូស្រីបាននិយាយថាអរគុណការពិតទៅខ្ញុំក៏យកផ្ទះរបស់លោកមកសងលោកវិញដែរផ្ទះហ្នឹងគឺសំដៅទៅលើផ្កាដែលទូស្រីកំពុងតែកាន់យកមកឲ្យលោកគ្រូពេទ្យវិញនឹងឯងលោកគ្រូពេទ្យបានឆ្លើយតបថាវាគ្រាន់តែជាផ្កាមួយផើងប៉ុណ្ណោះបើលោកមិនសូវសប្បាយចិត្តដោយសារតម្លៃរបស់វានោះចាំលើកក្រោយខ្ញុំយកផ្កាផ្សេងពីប៉ារបស់ខ្ញុំយកមកឲ្យលោកដាំក៏បានទូស្រីបានទទួលទឹកពីលោកគ្រូពេទ្យយកមកផឹកហើយបាននិយាយប្រាប់គ្រូពេទ្យថាថ្ងៃនេះខ្ញុំក្អួតឈាមអាការពីនៅក្មេងអាចនិយាយបានថាខ្ញុំក្អួតឈាមដោយសារតែផឹកស្រាច្រើនពេកហើយក្រពះនឹងថ្លើមទប់ទល់លែងជាប់ប៉ុន្តែថ្ងៃនេះពេលដែលខ្ញុំកំពុងក្អួតខ្ញុំមានអារម្មណ៍ថាវាប្រៀបបីដូចជាគេកំពុងតែប្រាប់ខ្ញុំថាវាកាន់តែគៀកពេលមែនតើហើយលោកគ្រូពេទ្យបាននិយាយទៅកាន់ទូស្រីថាខ្ញុំប្រាប់លោកច្រើនដងហើយថាលោកគួរតែចាប់ផ្ដើមព្យាបាលដោយចាក់គីមីហើយលោកទើបតែអាយុ30ឆ្នាំប៉ុណ្ណោះមិនចឹងត្រូវទេលោកនៅសល់ពេលច្រើនខ្លាំងណាស់ហើយមើលទៅលោកក៏ដូចជាមិនមែនជាអ្នកដែលខ្វះខាតរឿងថវិកាអីដែរហេតុអ្វីក៏លោកចាំបាច់ទ្រាំរង់ទុក្ខដោយសារជំងឺដល់ថ្នាក់ហ្នឹងដែរទូស្រីបានឆ្លើយតបថាខ្ញុំនឹងសាកល្បងគិតវាឲ្យច្បាស់លោករៀបចំថ្នាំឲ្យខ្ញុំរួចហើយមែនទេពេលនេះខ្ញុំមានអារម្មណ៍មិនសូវជាស្រួលប៉ុន្មានឡើយលោកគ្រូពេទ្យបាននិយាយទៅកាន់ទូស្រីថាបើលោកនៅតែមិនប្រាប់ព្យាបាលបែបហ្នឹងទៀតនោះកុំសង្ឃឹមថាខ្ញុំប្រមឲ្យថ្នាំទៅលោកទៀតឲ្យសោះខ្ញុំបានព្យាយាមជួយស្វែងរកគូឆ្អឹងដែលត្រូវជាមួយនឹងលោកហើយតែបើលោកនៅតែធ្វើបាបខ្លួនឯងដោយពាក្យថាគិតមើលបែបហ្នឹងទៀតគ្មានអ្នកណាជួយលោកបានឡើយមិនហ្នឹងលោកគ្រូពេទ្យគេអត់ចង់ព្យាបាលហងហ្នឹងមិនបានបខំគេចង់ស្រឡាញ់គេម្នាក់ឯងមែនស្ដាប់លើបែបនេះហើយទូស្រីបានញញឹមហើយបាននិយាយថាបើសិនមកគ្រូពេទ្យគ្រប់គ្នាសុទ្ធតែដូចលោកទាំងអស់នោះខ្ញុំជឿថាគ្មានអ្នកជំងឺណាដែលបាក់ទឹកចិត្តក្នុងការព្យាបាលខ្លួនពីជំងឺឡើយលោកគ្រូពេទ្យស្ដាប់ឮបែបនេះហើយក៏បាននិយាយថាបានហើយមិនចាំបាច់បង្វែរប្រធានបទជាមួយខ្ញុំបែបហ្នឹងឡើយឆៃដល់នៃរសៀលនេះមិនមែនជាវេនរបស់ខ្ញុំឡើយចាំខ្ញុំជូនលោកទៅយកថ្នាំទៅចោះក្រោយពីយកថ្នាំរួចចាំខ្ញុំជួយជូនលោកទៅផ្ទះអាកាសធាតុបែបហ្នឹងមិនសូវមានតាក់ស៊ីឡើយទូស្រីបានរត់តាមពីក្រោយលោកគ្រូពេទ្យហើយបាននិយាយថាដុកទ័រហៃលោកមិនចាំបាច់ខ្ជះខ្ជាយពេលវេលាលើខ្ញុំឡើយខ្ញុំអាចត្រឡប់ទៅផ្ទះវិញដោយខ្លួនឯងបានលោកគ្រូពេទ្យបានឆ្លើយតបវិញថាខ្ញុំប្រាប់លោកមុននេះរួចហើយថាអាកាសធាតុបែបហ្នឹងវាមិនសូវមានតាក់ស៊ីឡើយហើយរាងកាយរបស់លោកក៏ទ្រុឌទ្រោមដោយសារជំងឺដែរលោកមិនអាចឈរនៅក្រោមខ្យល់ត្រជាក់បែបហ្នឹងបានយូរឡើយទូស្រីបានឆ្លើយថាយ៉ាងណាក៏មិនចាំបាច់រំខានលោកដល់ម្លឹងដែរលោកគ្រូពេទ្យបានតបវិញថានិយាយតាមត្រង់ចោះលោកធំហើយតើហេតុអ្វីក៏ប្រកែកតវ៉ាដូចកូនក្មេងបែបហ្នឹងទៅកើតខ្ញុំមិនបានគិតថាលោករំខានខ្ញុំអីឡើយការពិតទៅលោកគួរណាស់តែព្រមទៅជាមួយខ្ញុំវាក៏ល្អសម្រាប់ស្ថានភាពរបស់លោកដូចគ្នាដែរពេលនោះទូស្រីរៀបនឹងបដិសេធហើយប៉ុន្តែលោកគ្រូពេទ្យបានហៅទូស្រីឲ្យឡើងឡានលោកនៅឈរធ្វើអ្វីទៀតឆាប់ឡើងមកពេលកំពុងនៅតាមផ្លូវលោកគ្រូពេទ្យបាននិយាយប្រាប់ទូស្រីថា
ការខ្ញុំនៅពីក្មេងអ្វីដែលខ្ញុំសោកបំផុតគឺអ្នកដែលហៅខ្ញុំថាកូនអ្នកមានចំណែកឯប៉ារបស់ខ្ញុំវិញក៏តែងតែលើកទឹកចិត្តខ្ញុំដោយប្រាប់ថាមនុស្សខ្ញុំតាមពិតបានមកយោងទេបើមិនស្អាតសង្ហាក៏គ្មានអ្នករវល់ជាមួយដែរស្ដាប់ឮបែបនេះហើយតួស្រីក៏បាននិយាយប្រាប់គ្រូពេទ្យវិញថាកាលខ្ញុំនៅក្មេងខ្ញុំក៏ចង់ក្លាយជាដុកទ័រដូចគ្នាចាំបានថាកាលនោះខ្ញុំចុះឈ្មោះប្រឡងចូលមហាវិទ្យាល័យដល់ទៅ3ឯណោះលោកគ្រូពេទ្យបានសួរទៅកាន់តួស្រីថាតើលោកប្រឡងមិនជាប់ឬតួស្រីបានឆ្លើយថាខ្ញុំមិនទៅប្រឡងបើទោះជាខ្ញុំមិនធ្លាប់គិតថាស្ដាយក្រោយឬក៏កើតទុក្ខដោយសារការសម្រេចចិត្តនៅឆ្នាំនោះក៏ដោយពេលខ្លះខ្ញុំក៏ងើបពីគេងដោយទឹកភ្នែកជ្រោកខ្នើយដែរពេលដែលលោកគ្រូពេទ្យស្ដាប់ឮបែបនេះហើយគាត់ក៏បានស្ងាត់ពេលដែលជិះទៅដល់ផ្ទះរបស់តួស្រីគាត់ក៏បាននិយាយថាទីតាំងផ្ទះរបស់លោកល្អដល់ហើយការពិតទៅការដែលមិនទៅរៀនបន្តនៅមហាវិទ្យាល័យវាក៏អាចជាជម្រើសល្អមួយសម្រាប់ជីវិតរបស់អ្នកខ្លះដែរខ្ញុំគួរណាតែអរគុណដល់ប៉ារបស់ខ្ញុំបើមិនដោយសារតែគាត់ប្រឹងរកស៊ីរហូតក្លាយជាអ្នកមានទេខ្ញុំក៏មិនបានរស់ស្រួលដែរឥឡូវជិះទៅដល់កន្លែងតួស្រីរស់នៅហើយតួស្រីក៏បាននិយាយប្រាប់លោកគ្រូពេទ្យថាលោកដាក់ខ្ញុំចូលនៅទីនេះក៏បានដែរតួស្រីបានជួបពីលើឡានហើយបាននិយាយទៅកាន់លោកគ្រូពេទ្យថាអរគុណលោកច្រើនហើយដុកទ័រឯងលើកក្រោយបើលោកមានពេលចាំខ្ញុំបើកបាយលោកមួយពេលទុកជាការអរគុណលោកគ្រូពេទ្យបានឆ្លើយតបវិញថាចាំលើកក្រោយចុះបើលោកព្រមព្យាបាលជំងឺខ្ញុំប្រហែលជាសប្បាយចិត្តជាងបន្ទាប់មកតួស្រីបានចុះពីលើឡានហើយក៏បានបាយបាយលោកគ្រូពេទ្យហើយពេលនោះវិនស៊ូក៏បានតាមមកទាន់ឃើញតួស្រីកំពុងតែបាយលោកគ្រូពេទ្យចាំមើលភាគក្រោយមិនដឹងវិនស៊ូធ្វើដាក់តួស្រីរបស់យើងបែបណាទៀតទេអ្នកទាំងអស់គ្នាហើយរឿងរបស់យើងក៏ចាប់ផ្ដើមតែប៉ុណ្ណេះណាអ្នកទាំងអស់គ្នាហើយសម្រាប់អ្នកទាំងអស់គ្នាដែលចង់បានវីដេអូលឿនៗអីអ្នកទាំងអស់គ្នាកុំភ្លេចចុច like ឲ្យខ្ញុំបានច្រើនផងពេលដែលខ្ញុំឃើញអ្នកទាំងអស់គ្នាចុច like ឲ្យខ្ញុំបានច្រើនខ្ញុំនឹងសប្បាយចិត្តហើយពេលដែលខ្ញុំសប្បាយចិត្តខ្ញុំក៏មានកម្លាំងចិត្តហើយពេលដែលខ្ញុំមានកម្លាំងចិត្តនោះខ្ញុំនឹងខំធ្វើរឿងឲ្យលឿនដើម្បីបានអ្នកទាំងអស់គ្នាមើលហើយជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយបាយឡើយ